ខ្ញុំព្រះករុណាសូមនមស្ការថ្វាយបង្គំចំពោះព្រះអរហន្តសម្មាសម្ពុទ្ធព្រមទាំងព្រះធម៌របស់ព្រះអង្គមួយអន្លើដោយព្រះអរិយសង្ឃសាវកដោយសេចក្តីគោរពស្ញប់ស្ញែងដ៏យ៉ាងក្រៃលែងសូមនមស្ការថ្វាយបង្គំចំពោះព្រះសង្ឃគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លាសូមគោរពជម្រាបសួរចំពោះពុទ្ធបរិស័ទលោកអ្នកស្ដាប់និងជនរួមជាតិទាំងអស់ដោយសេចក្តីគោរពរាប់អានខ្ញុំព្រះករុណានាងខ្ញុំង៉ែតវណ្ដារាសូមអាននៅព្រះត្រៃបិដកភាគ3វិន័យបិដកមហាវិភាំងតតិយភាគដែលមានន័យទាំងស្រុងដូចតទៅវិន័យបិដកមហាវិភាំងភាគទី3ខ្ញុំសូមនមស្ការចំពោះព្រះដ៏មានព្រះភិក្ខជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះនិស្សកិយកាន់បបិទ្ធលោកដ៏មានអាយុទាំងឡាយអាបត្តិនិស្សកិយបាចិត្តយៈទាំង30នេះឯងមកកាន់ឧទេសគឺព្រះបដិមោក្ខដែលសង្ឃត្រូវសម្ដែងរាល់កន្លះខែចៃវរវៈសិក្ខាបទទី1 សម័យនោះព្រះសម្ពុទ្ធជាម្ចាស់ដ៏មានព្រះភិក្ខទ្រង់គង់នៅក្នុងគោតមមកចេតិយទៀបក្រុងវេសាលីវេលានោះឯងត្រៃចីវរដែលព្រះដ៏មានព្រះភិក្ខទ្រង់បានអនុញ្ញាតដល់ភិក្ខុទាំងឡាយរួចស្រេចហើយពួកឆព្វកិយភិក្ខុមានពួក6បានដឹងថាត្រៃចីវរព្រះដ៏មានព្រះភិក្ខទ្រង់អនុញ្ញាតហើយក៏ប្រើប្រាស់ចីវរហួសពុទ្ធានុញ្ញាតគឺប្រើប្រាស់ចីវរ3ត្រៃចូលទៅកាន់ស្រុកស្លៀកដណ្ដប់ចីវរ1ត្រៃនៅក្នុងអារាមស្លៀកដណ្ដប់ចីវរ1ត្រៃចុះកាន់កំពង់ទឹកស្លៀកដណ្ដប់ចីវរ1ត្រៃភិក្ខុទាំងឡាយណាដែលជាអ្នកប្រាថ្នាតិចជាអ្នកសន្តោសជាអ្នកមានសេចក្តីអៀនខ្មាស់ជាអ្នកក្តៅក្រហាយនឹងបាបជាអ្នកពេញចិត្តខាងការរៀនសូត្រភិក្ខុទាំងឡាយនោះក៏ពោលទោសតេដៀលបន្តបង្អាប់ថាពួកឆព្វកិយភិក្ខុមិនសមបើនឹងប្រើប្រាស់អតិរេកចីវរច្រើនលើសកំណត់លំដាប់នោះភិក្ខុទាំងអំបាលនោះក៏ក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភិក្ខជាម្ចាស់ព្រោះនិទាននេះដំណើរនេះព្រះដ៏មានព្រះភិក្ខទ្រង់ឲ្យប្រជុំភិក្ខុសង្ឃរួចត្រាស់សួរបញ្ជាក់ទៅពួកឆព្វកិយភិក្ខុក្នុងពេលនោះថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយបានប្រើប្រាស់អតិរេកចីវរមែនឬពួកឆព្វកិយភិក្ខុក្រាបទូលថាបបិទ្ធព្រះដ៏មានព្រះភិក្ខការនោះពិតមែនព្រះសម្ពុទ្ធជាម្ចាស់ដ៏មានព្រះភិក្ខទ្រង់បន្ទោសថាមនាលមោខៈបរោះទាំងឡាយអំពើដែលអ្នកឯងរាល់គ្នាធ្វើនេះមិនទំនងមិនសមបែបមិនសមគួរមិនមែនជារបស់សាមណៈជាការមិនគប្បីមិនគួរបើនឹងធ្វើសោះមនាលមោខៈបរោះទាំងឡាយគួរបើដែរអ្នកឯងរាល់គ្នានឹងប្រើប្រាស់អតិរេកចីវរយ៉ាងនេះមនាលមោខៈបរោះទាំងឡាយអំពើដែលអ្នកឯងរាល់គ្នាធ្វើនេះនឹងបាននាំមនុស្សដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើងឬមនុស្សដែលបានជ្រះថ្លាហើយឲ្យរឹងរិតតែជ្រះថ្លាឡើងទៀតនោះក៏ទេមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយត្រូវសម្ដែងឡើងនៅសិក្ខាបទនេះយ៉ាងនេះថាភិក្ខុណាមួយប្រើប្រាស់អតិរេកចីវរភិក្ខុនោះត្រូវនិស្សកិយបាចិត្តយៈឯសិក្ខាបទនេះព្រះដ៏មានព្រះភិក្ខទ្រង់បញ្ញត្តិដល់ភិក្ខុទាំងឡាយយ៉ាងនេះហើយ2គ្រានោះអតិរេកចីវរកើតឡើងដល់ព្រះអានន្ទដ៏មានអាយុព្រះអានន្ទដ៏មានអាយុចង់ប្រគេនចីវរនោះទៅព្រះសារីបុត្រដ៏មានអាយុតែព្រះសារីបុត្រដ៏មានអាយុលោកគង់នៅឯនគរសាកេតមិនទាន់និមន្តមកដល់វេលានោះព្រះអានន្ទដ៏មានអាយុត្រេះរិះគិតថាព្រះដ៏មានព្រះភិក្ខបានបញ្ញត្តិសិក្ខាបទថាភិក្ខុមិនត្រូវទ្រទ្រង់អតិរេកចីវរឡើយឥឡូវអតិរេកចីវរកើតឡើងដល់អញហើយអញមានបំណងនឹងប្រគេនចីវរនេះទៅព្រះសារីបុត្រដ៏មានអាយុតែព្រះសារីបុត្រដ៏មានអាយុលោកគង់នៅឯនគរសាកេតតើអញត្រូវប្រតិបត្តិដូចម្ដេចគ្រានោះព្រះអានន្ទដ៏មានអាយុបានក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់សួរថាមនាលអានន្ទចុះសារីបុត្រនៅយូរប៉ុន្មានថ្ងៃទៀតនឹងមកដល់
ព្រះអានន្ទក្រាបទូលថាបបិទ្ធព្រះដ៏មានព្រះភិក្ខជាម្ចាស់ប្រហែលជា9ថ្ងៃឬ10ថ្ងៃទៀតទើបលោកនឹងនិមន្តមកដល់ព្រោះនិទាននេះដំណើរនេះព្រះដ៏មានព្រះភិក្ខទ្រង់ធ្វើធម្មីកថាហើយត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងវេលានោះថាមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតដើម្បីឲ្យអ្នករាល់គ្នាទុកអតិរេកចីវរកំណត់ត្រឹម10ថ្ងៃមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយត្រូវសម្ដែងនៅសិក្ខាបទនេះយ៉ាងនេះថាកាលបើចីវរសម្រេចហើយក្តីកឋិនដោះហើយក្តីត្រូវទុកអតិរេកចីវរបានតែត្រឹម10ថ្ងៃបើឲ្យកន្លងហួសពី10ថ្ងៃនោះទៅត្រូវនិស្សកិយៈបច្ចិតយៈ3ត្រង់ពាក្យថាចីវរសម្រេចហើយអធិប្បាយថាចីវរដែលភិក្ខុបានធ្វើរួចហើយក្តីចីវរដែលបាត់ដោយចោរជាដើមលួចយកទៅក្តីចីវរវិនាសដោយសត្វកណ្ដៀរជាដើមកាត់ក្តីចីវរដែលភ្លើងឆេះក្តីសេចក្តីប្រាថ្នាក្នុងចីវររបស់ភិក្ខុនោះដាច់ស្រឡះក្តីពាក្យថាកឋិនដោះហើយគឺកឋិនដែលដោះដោយបណ្ដាមេត្តា8យ៉ាងមេត្តាណាមួយឬសង្ឃបានប្រជុំគ្នាសូត្រដោះក្នុងកាលជាចន្លោះពាក្យថាកំណត់ត្រឹម10ថ្ងៃគឺភិក្ខុត្រូវទុកអតិរេកចីវរកំណត់យ៉ាងយូរបានត្រឹមតែ10ថ្ងៃចីវរដែលភិក្ខុមិនបានអធិដ្ឋានមិនបានវិក័ពឈ្មោះថាអតិរេកចីវរបណ្ដាចីវរទាំង6ចីវរណាមួយដែលតូចបំផុតគួរល្មមភិក្ខុវិក័ពបានឈ្មោះថាចីវរពាក្យថាបើទុកឲ្យកន្លងហួសពី10ថ្ងៃនោះទៅត្រូវនិស្សកិយៈអធិប្បាយថាចីវរកាលបើអរុណរះឡើងក្នុងថ្ងៃទី11ឡើងទៅភិក្ខុត្រូវលះចេញគឺត្រូវលះដល់ជំនុំសង្ឃឬគណៈឬបុគ្គលមនាលភិក្ខុទាំងឡាយភិក្ខុត្រូវលះចីវរដល់ជំនុំសង្ឃបែបយ៉ាងនេះ4ភិក្ខុនោះឯងត្រូវយកចីវរដែលជានិស្សកិយៈនោះចូលទៅរកជំនុំសង្ឃហើយធ្វើឧត្តរាសង្កៈចីវរឈៀងស្មាម្ខាងរួចសំពះបាត់ទាភិក្ខុចាស់ទាំងឡាយហើយអង្គុយច្រហោងប្រណម្យអញ្ជលីឡើងពោលនឹងសង្ឃយ៉ាងនេះថាបបិទ្ធព្រះគុំម្ដែងសង្ឃដ៏ចម្រើននេះចីវររបស់ខ្ញុំកន្លង10ថ្ងៃត្រូវនិស្សកិយៈហើយឥឡូវខ្ញុំសូមលះចីវរនេះដល់ជំនុំសង្ឃលុះភិក្ខុនោះលះរួចហើយត្រូវសម្ដែងអាបត្តិចេញភិក្ខុអ្នកឆ្លៀសអង្អាចត្រូវទទួលអាបត្តិត្រូវប្រគល់ចីវរដែលលះបង់ដោយពាក្យថាបបិទ្ធព្រះសង្ឃដ៏ចម្រើនសូមព្រះសង្ឃស្ដាប់ពាក្យខ្ញុំត្បិតភិក្ខុឈ្មោះនេះបានលះចីវរនេះដែលត្រូវនិស្សកិយៈដល់ជំនុំសង្ឃហើយបើកម្មមានកាលដ៏សមគួរដល់សង្ឃហើយសង្ឃត្រូវប្រគល់ចីវរនេះឲ្យទៅភិក្ខុឈ្មោះនេះវិញចុះ5បើលះចីវរដល់គណៈភិក្ខុនោះត្រូវចូលទៅរកភិក្ខុច្រើនអង្គគឺភិក្ខុ3រូបឬ2រូបហើយធ្វើឧត្តរាសង្កៈស្មាឈៀងម្ខាងសំពះទៀបបាទាភិក្ខុចាស់ទាំងឡាយរួចអង្គុយច្រហោងប្រណម្យអញ្ជលីពោលឡើងភិក្ខុទាំងនោះយ៉ាងនេះថាបបិទ្ធលោកម្ចាស់ដ៏ចម្រើននេះចីវររបស់ខ្ញុំកន្លង10ថ្ងៃត្រូវនិស្សកិយៈហើយឥឡូវខ្ញុំសូមលះចីវរនេះដល់លោកដ៏មានអាយុទាំងឡាយភិក្ខុនោះលះរួចហើយត្រូវសម្ដែងអាបត្តិចេញភិក្ខុអ្នកឆ្លៀសអង្អាចត្រូវទទួលអាបត្តិរួចត្រូវឲ្យចីវរដែលភិក្ខុលះនោះដោយពាក្យថាសូមលោកដ៏មានអាយុទាំងឡាយស្ដាប់ពាក្យខ្ញុំចីវរនេះរបស់ភិក្ខុឈ្មោះនេះជានិស្សកិយៈលោកបានលះបង់ដល់លោកដ៏មានអាយុទាំងឡាយហើយបើកម្មមានកាលដ៏សមគួរដល់លោកដ៏មានអាយុទាំងឡាយហើយអស់លោកដ៏មានអាយុត្រូវប្រគល់ចីវរនេះឲ្យទៅភិក្ខុឈ្មោះនេះវិញចុះ6បើលះដល់បុគ្គលភិក្ខុនោះត្រូវចូលទៅរកភិក្ខុមួយរូបហើយធ្វើឧត្តរាសង្កៈឈៀងស្មាម្ខាងរួចអង្គុយច្រហោងប្រណម្យអញ្ជលីឡើងហើយពោលនឹងភិក្ខុនោះយ៉ាងនេះថា
មនាលអាវុសោនេះចីវររបស់ខ្ញុំកន្លង10ថ្ងៃហើយត្រូវតែលះបង់ឥឡូវខ្ញុំសូមលះចីវរនេះដល់លោកដ៏មានអាយុភិក្ខុនោះលុះលះរួចហើយត្រូវសម្ដែងអាបត្តិចេញភិក្ខុនោះត្រូវទទួលអាបត្តិហើយត្រូវប្រគល់ចីវរដែលលះបង់ដោយពាក្យថាខ្ញុំឲ្យចីវរនេះទៅលោកដ៏មានអាយុវិញ7កាលបើចីវរកន្លងហួស10ថ្ងៃហើយភិក្ខុដឹងច្បាស់ថាកន្លងត្រូវនិស្សកិយបច្ចិតយៈកាលបើចីវរកន្លងហួស10ថ្ងៃហើយភិក្ខុមានសេចក្តីសង្ស័យត្រូវនិស្សកិយបច្ចិតយៈកាលបើចីវរដែលកន្លងហួស10ថ្ងៃហើយភិក្ខុសម្គាល់ថាមិនទាន់កន្លងទេត្រូវនិស្សកិយបច្ចិតយៈកាលបើចីវរដែលមិនទាន់បានអធិដ្ឋានហើយភិក្ខុសម្គាល់ថាបានអធិដ្ឋានហើយត្រូវនិស្សកិយបច្ចិតយៈកាលបើចីវរដែលភិក្ខុមិនទាន់បានវិក័ពហើយភិក្ខុសម្គាល់ថាបានវិក័ពត្រូវនិស្សកិយបច្ចិតយៈកាលបើចីវរដែលភិក្ខុមិនទាន់បានលះហើយភិក្ខុដឹងច្បាស់ថាបានលះត្រូវនិស្សកិយបច្ចិតយៈកាលបើចីវរមិនបាត់ទេហើយភិក្ខុសម្គាល់ថាបាត់ត្រូវនិស្សកិយបច្ចិតយៈកាលបើចីវរមិនខូចទេហើយភិក្ខុសម្គាល់ថាខូចត្រូវនិស្សកិយបច្ចិតយៈកាលបើចីវរភ្លើងមិនឆេះទេហើយភិក្ខុសម្គាល់ថាភ្លើងឆេះត្រូវនិស្សកិយបច្ចិតយៈកាលបើចីវរចោលឥតបានប្លន់យកទេតែភិក្ខុសម្គាល់ថាចោលប្លន់យកត្រូវនិស្សកិយបច្ចិតយៈភិក្ខុមិនបានលះចីវរដែលត្រូវនិស្សកិយៈហើយយកមកប្រើប្រាស់ត្រូវអាបត្តិទុក្ខកតកាលបើចីវរមិនទាន់កន្លងហួស10ថ្ងៃទេភិក្ខុសម្គាល់ថាកន្លងហើយត្រូវអាបត្តិទុក្ខកតកាលបើចីវរមិនទាន់កន្លងហួស10ថ្ងៃទេភិក្ខុមានសេចក្តីសង្ស័យត្រូវអាបត្តិទុក្ខកតកាលបើចីវរមិនទាន់កន្លងហួស10ថ្ងៃហើយភិក្ខុក៏សម្គាល់ថាមិនទាន់កន្លងទេមិនត្រូវអាបត្តិឡើយ8វេរៈដែលមិនត្រូវអាបត្តិនោះគឺភិក្ខុបានអធិដ្ឋានបានវិក័ពក្នុងខាងក្នុង10ថ្ងៃមួយភិក្ខុបានលះមួយចីវរបាត់មួយចីវរខូចមួយចីវរភ្លើងឆេះមួយចីវរចោលដណ្ដើមយកមួយចីវរដែលភិក្ខុយកដោយសេចក្តីស្និទ្ធស្នាលមួយភិក្ខុឆ្កួតមួយភិក្ខុដើមបញ្ញត្តិមួយ9ក្នុងសម័យនោះឯងពួកឆាពគិយភិក្ខុមិនប្រគល់ចីវរដែលលះឲ្យទៅភិក្ខុម្ចាស់ចីវរនោះវិញភិក្ខុទាំងឡាយណាដែលជាអ្នកមានសេចក្តីប្រាថ្នាតិចភិក្ខុទាំងនោះក៏លើកទោសតេះដៀលបន្ទោសថាគួរបើដែរពួកឆាពគិយភិក្ខុមិនឲ្យចីវរដែលលះទៅភិក្ខុម្ចាស់ចីវរវិញភិក្ខុទាំងអំបាលនោះក៏ក្រាបទូលសេចក្តីនោះដល់ព្រះដ៏មានព្រះភិក្ខគ្រានោះព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់សួរទៅពួកឆាពគិយភិក្ខុថាមនាលភិក្ខុទាំងឡាយឮថាអ្នកទាំងឡាយមិនបានឲ្យចីវរដែលលះទៅភិក្ខុម្ចាស់ចីវរវិញមែនឬពួកឆាពគិយភិក្ខុក្រាបទូលថាមែនព្រះអង្គព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភិក្ខទ្រង់បន្ទោសរួចទ្រង់ធ្វើធម្មីកថាត្រាស់ហៅភិក្ខុទាំងឡាយដោយព្រះពុទ្ធដីកាថាមនាលភិក្ខុទាំងឡាយភិក្ខុកុំមិនឲ្យចីវរដែលលះទៅភិក្ខុម្ចាស់ចីវរវិញភិក្ខុណាមិនឲ្យភិក្ខុនោះត្រូវអាបត្តិទុក្ខកតសិក្ខាបទទី1ចប់សិក្ខាបទទី2 10សម័យនោះព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភិក្ខគង់នៅវត្តព្រះចេតពុនរបស់អនាថបឌិកសេដ្ឋីទៀបក្រុងសាវត្ថីសម័យនោះឯងមានភិក្ខុច្រើនរូបបានផ្ញើជីវរទុកនៅដៃភិក្ខុទាំងឡាយរួចស្លៀកដណ្ដំតែស្បង់នឹងចីពោចេញទៅកាន់ជនបទចរិតទៅឯជីវរដែលភិក្ខុផ្ញើទុកយូរពេកក៏ជាដាមឆ្លកជាំអស់ភិក្ខុទាំងឡាយក៏យកជីវរទាំងអំបាលនោះទៅហាលសំដិលព្រះអានន្ទដ៏មានអាយុបាននិមន្តទៅកាន់សេនាសនចារឹកក្រឡេកទៅឃើញភិក្ខុទាំងនោះកំពុងហាលសំដិលជីវរទាំងនោះក៏ដើរចូលទៅជិតភិក្ខុទាំងឡាយនោះលុះចូលទៅជិតហើយសួរទៅភិក្ខុទាំងឡាយនោះថា
មនាលអាវុសោទាំងឡាយចីវរទាំងនេះជាដើមឆ្លក់ជាប់អស់តើជារបស់លោកណាគ្រានោះឯងភិក្ខុទាំងអំបាលនោះក៏បានប្រាប់សេចក្តីនោះដល់ព្រះអានន្ទដ៏មានអាយុព្រះអានន្ទដ៏មានអាយុក៏លើកទោសតេដៀលបន្ទោសថាភិក្ខុទាំងឡាយមិនគួរបើនឹងផ្ញើចីវរទុកដាក់ដៃរបស់ភិក្ខុទាំងឡាយហើយស្លៀកដណ្ដំតែស្បង់នឹងចីពរចេញដើរទៅកាន់ជនបទចារឹកសោះទើបព្រះអានន្ទដ៏មានអាយុក្រាបទូលសេចក្តីនោះដល់ព្រះដ៏មានព្រះភិក្ខជាម្ចាស់លំដាប់នោះព្រះដ៏មានព្រះភិក្ខជាម្ចាស់ទ្រង់ត្រាស់សួរតមទៅពួកភិក្ខុទាំងឡាយនោះថាមនាលភិក្ខុទាំងឡាយឮថាភិក្ខុទាំងឡាយបានផ្ញើចីវរទុកនៅដៃភិក្ខុទាំងឡាយហើយស្លៀកដណ្ដំតែស្បង់នឹងចីពរចេញដើរទៅកាន់ជនបទចារឹកមែនឬភិក្ខុទាំងឡាយនោះក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោសហេតុនោះពិតមែនព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភិក្ខទ្រង់បន្ទោសថាមនាលភិក្ខុទាំងឡាយគួរបើដែរមោខៈបរោះទាំងនោះហ៊ានផ្ញើចីវរទុកនៅដៃភិក្ខុទាំងឡាយហើយស្លៀកដណ្ដំតែស្បង់នឹងចីពរចេញដើរទៅកាន់ជនបទចារឹកមនាលភិក្ខុទាំងឡាយអំពើដែលអ្នកធ្វើនេះនឹងបាននាំមនុស្សដែលមិនទាន់ជ្រះថ្លាឲ្យបានជ្រះថ្លាឡើងឬមនុស្សដែលបានជ្រះថ្លាហើយឲ្យរឹងរិតតែជ្រះថ្លាឡើងនោះក៏ទេមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយត្រូវសម្ដែងនៅសិក្ខាបទនេះយ៉ាងនេះថាកាលបើចីវររបស់ភិក្ខុសម្រេចហើយកឋិនដោះហើយបើភិក្ខុនៅប្រះចាកត្រៃចីវរសូម្បីតែមួយយប់ក៏ត្រូវនិស្សកិយៈបាចិត្តយៈសិក្ខាបទនេះព្រះដ៏មានព្រះភិក្ខទ្រង់បានបញ្ញត្តិដល់ពួកភិក្ខុយ៉ាងនេះហើយ11គ្រានោះឯងក្នុងក្រុងកោសំពីមានភិក្ខុមួយរូបមានជំងឺពួកជនជាញាតិក៏បានចាត់ប្រើបម្រើទៅក្នុងសំណាក់ភិក្ខុនោះថាសូមឲ្យលោកម្ចាស់និមន្តមកយើងនឹងផ្គត់ផ្គង់បម្រើទាំងភិក្ខុទាំងឡាយក៏ជួយនិយាយថាមនាលអាវុសោលោកចូលនិមន្តទៅចុះពួកញាតិគេនឹងបានផ្គត់ផ្គង់បម្រើលោកភិក្ខុនោះនិយាយតបយ៉ាងនេះវិញថាមនាលអាវុសោទាំងឡាយព្រះដ៏មានព្រះភិក្ខទ្រង់បានបញ្ញត្តិសិក្ខាបទដល់ភិក្ខុទាំងឡាយរួចហើយថាភិក្ខុមិនត្រូវនៅប្រះចាកត្រៃចីវរទេក៏ឥឡូវខ្លួនខ្ញុំមានជំងឺមិនអាចនឹងយកត្រៃចីវរចេញដើរទៅបានឡើយខ្ញុំនឹងទៅមិនកើតទេភិក្ខុទាំងឡាយក៏បានទូលសេចក្តីនោះដល់ព្រះដ៏មានព្រះភិក្ខជាម្ចាស់ព្រោះនិទាននេះដំណើរនេះព្រះដ៏មានព្រះភិក្ខជាម្ចាស់ក៏ធ្វើធម្មីកថាក្នុងវេលានោះហើយត្រាស់ហៅភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យជំនុំសង្ឃឲ្យនៅសមតិដើម្បីឲ្យនៅប្រះចាកត្រៃចីវរដល់ភិក្ខុដែលមានជំងឺមនាលភិក្ខុទាំងឡាយសង្ឃត្រូវឲ្យសមតិយ៉ាងនេះភិក្ខុដែលមានជំងឺនោះត្រូវចូលទៅកាន់ជំនុំសង្ឃហើយធ្វើឧត្តរាសង្កៈឈៀងស្មាម្ខាងរួចសំពះបាតទាភិក្ខុចាស់ទាំងឡាយហើយអង្គុយច្រហោងផ្គងអញ្ជលីឡើងពោលនឹងសង្ឃយ៉ាងនេះថាបបិទ្ធព្រះសង្ឃដ៏ចម្រើនឥឡូវខ្ញុំមានជំងឺមិនអាចនឹងយកត្រៃចីវរចេញដើរទៅបានទេបបិទ្ធព្រះសង្ឃដ៏ចម្រើនខ្ញុំនោះសូមសមតិដើម្បីនៅប្រះចាកត្រៃចីវរនឹងសង្ឃភិក្ខុត្រូវសូមគម្រប់2ដងផងត្រូវសូមគម្រប់3ដងផងភិក្ខុអ្នកឆ្លៀសអង្អាចត្រូវញ៉ាំងសង្ឃឲ្យដឹងថាបបិទ្ធព្រះសង្ឃដ៏ចម្រើនសូមព្រះសង្ឃស្ដាប់ពាក្យខ្ញុំត្បិតភិក្ខុនេះឈ្មោះនេះមានជំងឺមិនអាចនឹងយកត្រៃចីវរចេញដើរទៅបានទេភិក្ខុនោះមកសូមសមតិដើម្បីនៅប្រះចាកត្រៃចីវរនឹងជំនុំសង្ឃបើកម្មមានការល្មមសំគួរដល់សង្ឃហើយសង្ឃត្រូវឲ្យសមតិដើម្បីនៅប្រះចាកត្រៃចីវរដល់ភិក្ខុឈ្មោះនេះចុះវាចានេះជាពាក្យផ្ដើមញ៉ាំងសង្ឃឲ្យដឹងបបិទ្ធព្រះសង្ឃដ៏ចម្រើនសូមព្រះសង្ឃស្ដាប់ពាក្យខ្ញុំភិក្ខុនេះឈ្មោះនេះមានជំងឺមិនអាចនឹងយកត្រៃចីវរចេញដើរទៅបាន
ភិក្ខុនោះសូមសមាធិដើម្បីនៅប្រឆាត្រៃជីវរនិងសង្ឃឲ្យនៅសមាធិដើម្បីនៅប្រឆាត្រៃជីវរដល់ភិក្ខុឈ្មោះនេះការឲ្យនៅសមាធិដើម្បីនៅប្រឆាត្រៃជីវរដល់ភិក្ខុឈ្មោះនេះគួរដល់លោកដ៏មានអាយុអង្គណាសូមឲ្យលោកដ៏មានអាយុអង្គនោះស្ងៀមបើមិនគួរដល់លោកដ៏មានអាយុអង្គណាសូមឲ្យលោកដ៏មានអាយុអង្គនោះនិយាយឡើងការសមាធិដើម្បីនៅប្រឆាត្រៃជីវរសង្ឃបានឲ្យដល់ភិក្ខុឈ្មោះនេះហើយការឲ្យសមាធិគួរដល់សង្ឃព្រោះហេតុនោះបានជាសង្ឃស្ងៀមខ្ញុំចាំទុកនៅហេតុនេះដោយកិរិយាស្ងៀមយ៉ាងនេះទុកជាការស្រេចមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយត្រូវសម្ដែងនៅសិក្ខាបទនេះយ៉ាងនេះថាកាលបើចីវររបស់ភិក្ខុសម្រេចហើយកឋិនដោះហើយបើភិក្ខុនៅប្រឆាត្រៃជីវរសូម្បីតែមួយយប់ត្រូវនិស្សកិយបាចិត្តយៈវាលែងតែភិក្ខុដែលបានអវិបវាសសមតិអំពីសង្ឃ12ត្រង់ពាក្យថាកាលបើចីវររបស់ភិក្ខុសម្រេចហើយអធិប្បាយថាចីវរដែលភិក្ខុបានធ្វើរួចហើយជាស្រេចក្តីចីវរបាត់ក្តីចីវរដែលខូចក្តីចីវរភ្លើងឆេះក្តីបំណងក្នុងចីវរដាច់ស្រឡះក្តីពាក្យថាកឋិនដោះហើយអធិប្បាយថាកឋិនដោះហើយបណ្ដាមាតិកាទាំង8យ៉ាងដោយមាតិកាណាមួយម្យ៉ាងទៀតកឋិនដែលសង្ឃបានដោះក្នុងចន្លោះពាក្យថាបើភិក្ខុនៅប្រឆាត្រៃជីវរសូម្បីតែមួយយប់អធិប្បាយថាបើភិក្ខុនៅប្រឆាសង្ឃាដីក្តីឧត្តរាសង្ឃៈក្តីស្បង់ក្តីសូម្បីតែមួយយប់ពាក្យថាវាលែងតែភិក្ខុដែលបានអវិបវាសសមតិអំពីសង្ឃអធិប្បាយថាលើកលែងតែភិក្ខុដែលបានអវិបវាសសមតិអំពីសង្ឃពាក្យថានិស្សកិយៈអធិប្បាយថាចីវរជានិស្សកិយៈដំណាលនឹងពេលដែលអរុណរះឡើងភិក្ខុនោះឯងត្រូវលះចីវរនោះដល់សង្ឃឬគណៈឬបុគ្គលមនាលភិក្ខុទាំងឡាយចីវរនោះភិក្ខុត្រូវលះបង់យ៉ាងនេះភិក្ខុនោះត្រូវចូលទៅកាន់ជំនុំសង្ឃហើយពោលនឹងសង្ឃយ៉ាងនេះថាបបិទ្ធព្រះសង្ឃដ៏ចម្រើនចីវរនេះខ្ញុំនៅប្រះឃ្លាតមួយរាត្រីហើយជានិស្សកិយៈព្រោះឥតមានភិក្ខុសម្មតិទេខ្ញុំសូមលះចីវរនេះដល់សង្ឃត្រង់ពេយាលៈទាំង3មានអធិប្បាយត្រង់សិក្ខាបទទី1ក្នុងវគ្គជាមួយគ្នានេះរួចហើយ13ស្រុកមានឧបចារៈតែមួយមានឧបចារៈផ្សេងគ្នាផ្ទះមានឧបចារៈតែមួយមានឧបចារៈផ្សេងគ្នាឃ្លាំងមានឧបចារៈតែមួយមានឧបចារៈផ្សេងគ្នាបញ្ចាមានឧបចារៈតែមួយមានឧបចារៈផ្សេងគ្នារោងមានជ្រុង4មានឧបចារៈតែមួយមានឧបចារៈផ្សេងគ្នាប្រាសាទមានឧបចារៈតែមួយមានឧបចារៈផ្សេងគ្នាប្រាសាទមានដំបូលត្រងិលមានឧបចារៈតែមួយមានឧបចារៈផ្សេងគ្នានាវាមានឧបចារៈតែមួយមានឧបចារៈផ្សេងគ្នាពួកឈ្មួញរទេះមានឧបចារៈតែមួយមានឧបចារៈផ្សេងគ្នាស្រែមានឧបចារៈតែមួយមានឧបចារៈផ្សេងគ្នាលានស្រូវមានឧបចារៈតែមួយមានឧបចារៈផ្សេងគ្នាសួនច្បារមានឧបចារៈតែមួយមានឧបចារៈផ្សេងគ្នាវិហារមានឧបចារៈតែមួយមានឧបចារៈផ្សេងគ្នាទីជិតដើមឈើមានឧបចារៈតែមួយមានឧបចារៈផ្សេងគ្នាទីវាលមានឧបចារៈតែមួយមានឧបចារៈផ្សេងគ្នា14ស្រុកដែលឈ្មោះថាមានឧបចារៈតែមួយនោះសំដៅយកស្រុករបស់ត្រកូលតែមួយដែលគេរាំងព័ទ្ធរបងជុំវិញភិក្ខុត្រូវទុកចីវរក្នុងខាងក្នុងស្រុកហើយនៅក្នុងខាងក្នុងស្រុកដែលគេមិនបានរាំងព័ទ្ធជុំវិញភិក្ខុទុកចីវរក្នុងផ្ទះណាត្រូវនៅក្នុងផ្ទះនោះម្យ៉ាងទៀតមិនត្រូវលះហត្ថបាសឡើយស្រុកដែលឈ្មោះថាមានឧបចារៈផ្សេងគ្នាគឺស្រុករបស់ត្រកូលផ្សេងគ្នាគេបានរាំងព័ទ្ធជុំវិញភិក្ខុទុកចីវរក្នុងផ្ទះណាត្រូវនៅក្នុងផ្ទះនោះឬនៅក្នុងរោងជាទីប្រជុំឬទៀបទ្វារ
ហើយមិនត្រូវលះហត្ថបះឡើយកាលបើភិក្ខុទៅក្នុងរោងជាទីប្រជុំត្រូវទុកចីវរក្នុងហត្ថបះហើយនៅក្នុងរោងជាទីប្រជុំឬទៀបទ្វារមិនត្រូវលះហត្ថបះឡើយបើភិក្ខុទុកចីវរក្នុងរោងជាទីប្រជុំត្រូវឲ្យនៅក្នុងរោងជាទីប្រជុំឬទៀបទ្វារហើយមិនត្រូវលះហត្ថបះឡើយបើស្រុកដែលគេមិនបានរាំងព័ទ្ធទេភិក្ខុទុកចីវរក្នុងផ្ទះណាត្រូវនៅក្នុងផ្ទះនោះហើយមិនត្រូវលះហត្ថបះឡើយ15បើផ្ទះរបស់ត្រកូលតែមួយដែលគេបានរាំងព័ទ្ធជុំវិញមានល្វែងផ្សេងគ្នាមានបន្ទប់ផ្សេងគ្នាភិក្ខុត្រូវទុកចីវរខាងក្នុងផ្ទះហើយត្រូវនៅខាងក្នុងផ្ទះដែលគេមិនបានរាំងព័ទ្ធជុំវិញទេភិក្ខុទុកចីវរក្នុងល្វែងណាត្រូវនៅក្នុងល្វែងនោះហើយមិនត្រូវលះហត្ថបះឡើយម្យ៉ាងទៀតផ្ទះរបស់ត្រកូលផ្សេងគ្នាដែលគេបានរាំងព័ទ្ធជុំវិញមានល្វែងផ្សេងគ្នាមានបន្ទប់ផ្សេងគ្នាភិក្ខុទុកចីវរក្នុងល្វែងណាត្រូវនៅក្នុងល្វែងនោះឬត្រូវនៅទៀបទ្វារហើយមិនត្រូវលះហត្ថបះឡើយផ្ទះដែលគេមិនបានរាំងព័ទ្ធជុំវិញទេភិក្ខុទុកចីវរក្នុងល្វែងណាត្រូវនៅក្នុងល្វែងនោះហើយមិនត្រូវលះហត្ថបះឡើយ16ឃ្លាំងរបស់ត្រកូលតែមួយដែលគេបានរាំងព័ទ្ធជុំវិញមានល្វែងផ្សេងគ្នាមានបន្ទប់ផ្សេងគ្នាភិក្ខុត្រូវទុកចីវរខាងក្នុងឃ្លាំងហើយត្រូវនៅខាងក្នុងឃ្លាំងដែលគេមិនបានរាំងព័ទ្ធជុំវិញទេភិក្ខុទុកចីវរក្នុងល្វែងណាត្រូវនៅក្នុងល្វែងនោះហើយមិនត្រូវលះហត្ថបះឡើយម្យ៉ាងទៀតឃ្លាំងរបស់ត្រកូលផ្សេងគ្នាដែលគេបានរាំងព័ទ្ធជុំវិញមានល្វែងផ្សេងគ្នាមានបន្ទប់ផ្សេងគ្នាភិក្ខុទុកចីវរក្នុងល្វែងណាត្រូវនៅក្នុងល្វែងនោះឬត្រូវនៅទៀបទ្វារហើយមិនត្រូវលះហត្ថបះឡើយឃ្លាំងដែលគេមិនបានរាំងព័ទ្ធជុំវិញទេភិក្ខុទុកចីវរក្នុងល្វែងណាត្រូវនៅក្នុងល្វែងនោះហើយមិនត្រូវលះហត្ថបះឡើយ17បញ្ចារបស់ត្រកូលតែមួយភិក្ខុទុកចីវរខាងក្នុងបញ្ចាហើយត្រូវនៅក្នុងបញ្ចារបស់ត្រកូលផ្សេងគ្នាមានល្វែងក៏ផ្សេងគ្នាមានបន្ទប់ក៏ផ្សេងគ្នាភិក្ខុទុកចីវរក្នុងល្វែងណាត្រូវនៅក្នុងល្វែងនោះឬត្រូវនៅទៀបទ្វារហើយមិនត្រូវលះហត្ថបះឡើយ18ប្រាសាទមានជ្រុង4របស់ត្រកូលតែមួយភិក្ខុទុកចីវរខាងក្នុងប្រាសាទមានជ្រុង4ហើយត្រូវនៅក្នុងខាងក្នុងនៃប្រាសាទមានជ្រុង4ប្រាសាទមានជ្រុង4របស់ត្រកូលផ្សេងគ្នាមានល្វែងផ្សេងគ្នាមានបន្ទប់ផ្សេងគ្នាភិក្ខុទុកចីវរក្នុងល្វែងណាត្រូវនៅក្នុងល្វែងនោះឬត្រូវនៅទៀបទ្វារមួយទៀតមិនត្រូវលះហត្ថបះឡើយ19ប្រាសាទវែងរបស់ត្រកូលតែមួយភិក្ខុទុកចីវរខាងក្នុងប្រាសាទវែងហើយត្រូវនៅខាងក្នុងប្រាសាទវែងរបស់ត្រកូលផ្សេងគ្នាមានល្វែងផ្សេងគ្នាមានបន្ទប់ផ្សេងគ្នាភិក្ខុទុកចីវរក្នុងល្វែងណាត្រូវនៅក្នុងល្វែងនោះឬត្រូវនៅទៀបទ្វារហើយមិនត្រូវលះហត្ថបះឡើយ20ប្រាសាទមានដំបូលត្រងិលរបស់ត្រកូលតែមួយភិក្ខុទុកចីវរខាងក្នុងប្រាសាទត្រងិលហើយត្រូវនៅខាងក្នុងប្រាសាទត្រងិលប្រាសាទមានដំបូលត្រងិលរបស់ត្រកូលផ្សេងគ្នាមានល្វែងផ្សេងគ្នាមានបន្ទប់ផ្សេងគ្នាភិក្ខុទុកចីវរក្នុងល្វែងណាត្រូវនៅក្នុងល្វែងនោះឬត្រូវនៅទៀបទ្វារហើយមិនត្រូវលះហត្ថបះឡើយ21នាវារបស់ត្រកូលតែមួយភិក្ខុទុកចីវរខាងក្នុងនាវាហើយត្រូវនៅខាងក្នុងនាវារបស់ត្រកូលផ្សេងគ្នាមានល្វែងផ្សេងគ្នាមានបន្ទប់ផ្សេងគ្នាទុកចីវរក្នុងបន្ទប់ណាត្រូវនៅក្នុងបន្ទប់នោះឬត្រូវនៅទៀបទ្វារហើយមិនត្រូវលះហត្ថបះឡើយ22ពួកឈ្មួញរទេះរបស់ត្រកូលតែមួយភិក្ខុផ្ញើចីវរទុកនឹងពួកឈ្មួញរទេះនោះទោះបីដើរខាងមុខរទេះក្តីខាងក្រោយរទេះក្តីមិនត្រូវលះបង់ចម្ងាយ7អភ័ន្តរៈឡើយដើរឲ្យល្មមតែក្រឡេកមើលទៅឃើញរទេះទើបមិនត្រូវលះបង់អភ័ន្តរៈ
ពួកឈ្មួញរទេះរបស់ត្រកូលផ្សេងៗគ្នាភិក្ខុផ្ញើចីវរទុកនឹងពួកឈ្មួញរទេះហើយមិនត្រូវលះហត្ថបះឡើយ 23 ស្រែរបស់ត្រកូលតែមួយគេបានបិទរាំងជុំវិញភិក្ខុទុកចីវរក្នុងខាងក្នុងនៃស្រែនោះត្រូវនៅក្នុងខាងក្នុងនៃស្រែនោះបើស្រែគេមិនបានរាំងព័ទ្ធជុំវិញទេភិក្ខុមិនត្រូវលះហត្ថបះឡើយ បើស្រែរបស់ត្រកូលផ្សេងៗគ្នាគេបានរាំងព័ទ្ធជុំវិញភិក្ខុទុកចីវរខាងក្នុងនៃស្រែនោះហើយត្រូវនៅខាងក្នុងនៃស្រែនោះឬត្រូវនៅទៀបទ្វារមិនត្រូវលះហត្ថបះឡើយបើស្រែគេមិនបានរាំងព័ទ្ធជុំវិញទេភិក្ខុមិនត្រូវលះហត្ថបះឡើយ 24 លានត្រូវរបស់ត្រកូលតែមួយគេរាំងព័ទ្ធជុំវិញភិក្ខុទុកចីវរក្នុងខាងក្នុងនៃលានហើយត្រូវនៅក្នុងខាងក្នុងនៃលាននោះបើលានស្រូវគេមិនបានរាំងព័ទ្ធជុំវិញទេភិក្ខុមិនត្រូវលះហត្ថបះឡើយលានស្រូវរបស់ត្រកូលផ្សេងៗគ្នាគេបិទរាំងជុំវិញភិក្ខុទុកចីវរក្នុងខាងក្នុងនៃលានហើយត្រូវនៅទៀបទ្វារមិនត្រូវលះហត្ថបះឡើយបើលានស្រូវគេមិនបានរាំងព័ទ្ធជុំវិញទេភិក្ខុមិនត្រូវលះហត្ថបះឡើយ 25 សួនច្បាររបស់ត្រកូលតែមួយគេបានរាំងព័ទ្ធជុំវិញភិក្ខុទុកចីវរខាងក្នុងសួនច្បារហើយត្រូវនៅខាងក្នុងនៃសួនច្បារគេមិនបានរាំងព័ទ្ធជុំវិញទេភិក្ខុមិនត្រូវលះហត្ថបះឡើយសួនច្បាររបស់ត្រកូលផ្សេងគ្នាគេបានរាំងព័ទ្ធជុំវិញភិក្ខុទុកចីវរក្នុងខាងក្នុងនៃសួនច្បារហើយត្រូវនៅទៀបទ្វារហើយមិនត្រូវលះហត្ថបះឡើយសួនច្បារគេមិនបានរាំងព័ទ្ធជុំវិញទេភិក្ខុមិនត្រូវលះហត្ថបះឡើយ 26 លំនៅរបស់ត្រកូលតែមួយគេបានរាំងព័ទ្ធជុំវិញភិក្ខុទុកចីវរក្នុងខាងក្នុងលំនៅហើយត្រូវនៅខាងក្នុងលំនៅដែលគេមិនបានរាំងព័ទ្ធជុំវិញទេភិក្ខុទុកចីវរក្នុងលំនៅណាត្រូវនៅក្នុងលំនៅនោះហើយមិនត្រូវលះហត្ថបះឡើយលំនៅរបស់ត្រកូលផ្សេងគ្នាគេបានរាំងព័ទ្ធជុំវិញភិក្ខុទុកចីវរក្នុងលំនៅណាត្រូវនៅក្នុងលំនៅនោះឬត្រូវនៅទៀបទ្វារហើយមិនត្រូវលះហត្ថបះឡើយលំនៅដែលគេមិនបានរាំងព័ទ្ធជុំវិញទេភិក្ខុទុកចីវរក្នុងលំនៅណាត្រូវនៅក្នុងលំនៅនោះហើយមិនត្រូវលះហត្ថបះឡើយ 27 ម្លប់ឈើរបស់ត្រកូលតែមួយក្នុងពេលថ្ងៃត្រង់ម្លប់ឈើនោះផ្សាយទៅជុំវិញត្រឹមណាភិក្ខុទុកចីវរក្នុងខាងក្នុងម្លប់ហើយត្រូវនៅត្រឹមតែខាងក្នុងម្លប់នោះម្លប់ឈើរបស់ត្រកូលផ្សេងគ្នាភិក្ខុមិនត្រូវលះហត្ថបះឡើយ 28 ដែលហៅថាទីវាលមានឧបចារៈតែមួយមានឧបចារៈផ្សេងគ្នាគឺទីក្នុងព្រៃដែលឥតមានស្រុកចំនួន7អភ័ន្តរៈដោយជុំវិញទីវាលនោះហៅថាមានឧបចារៈតែមួយលំដាប់តអំពីអភ័ន្តរៈនោះទៅហៅថាមានឧបចារៈផ្សេងគ្នា 29 ភិក្ខុមានសេចក្តីដឹងច្បាស់ថាចីវរដែលខ្លួននៅប្រាសត្រង់ចីវរដែលខ្លួននៅប្រាសហើយត្រូវនិស្សកិយបច្ចិតយៈវាលែងតែបានភិក្ខុសមត្តិភិក្ខុមានសេចក្តីសង្ស័យត្រង់ចីវរដែលខ្លួននៅប្រាសត្រូវនិស្សកិយបច្ចិតយៈវាលែងតែបានភិក្ខុសមត្តិភិក្ខុសម្គាល់ថាចីវរគឺខ្លួនមិនបាននៅប្រាសទេត្រង់ចីវរដែលខ្លួននៅប្រាសហើយត្រូវនិស្សកិយបច្ចិតយៈវាលែងតែបានភិក្ខុសមត្តិភិក្ខុសម្គាល់ថាចីវរគឺខ្លួនបានដកអធិដ្ឋានហើយត្រង់ចីវរដែលខ្លួនមិនបានដកអធិដ្ឋានទេត្រូវនិស្សកិយបច្ចិតយៈវាលែងតែបានភិក្ខុសមត្តិភិក្ខុសម្គាល់ថាចីវរគឺខ្លួនបានលះបង់ហើយត្រង់ចីវរដែលខ្លួនមិនទាន់បានលះបង់ទេត្រូវនិស្សកិយបច្ចិតយៈវាលែងតែបានភិក្ខុសមត្តិភិក្ខុសម្គាល់ថាចីវរបាត់ត្រង់ចីវរដែលមិនមែនបាត់ទេត្រូវនិស្សកិយបច្ចិតយៈវាលែងតែបានភិក្ខុសមត្តិភិក្ខុសម្គាល់ថាចីវរវិនាសត្រង់ចីវរដែលមិនមែនវិនាសទេ
ត្រូវនិស្សកិយបច្ចិតយៈវាលែងតែបានភិក្ខុសមតិភិក្ខុសម្គាល់ថាចីវរភ្លើងឆេះត្រង់ចីវរដែលភ្លើងមិនឆេះទេត្រូវនិស្សកិយបច្ចិតយៈវាលែងតែបានភិក្ខុសមតិភិក្ខុសម្គាល់ថាចីវរចោលប្លន់យកត្រង់ចីវរដែលចោលមិនមែនប្លន់យកទេត្រូវនិស្សកិយបច្ចិតយៈវាលែងតែបានភិក្ខុសមតិ30ភិក្ខុមិនបានលះចីវរដែលជានិស្សកិយៈហើយប្រើប្រាស់ត្រូវអាបត្តិទុក្ខតភិក្ខុសម្គាល់ថាចីវរគឺខ្លួននៅប្រះហើយត្រង់ចីវរដែលខ្លួនមិនមែននៅប្រះទេត្រូវអាបត្តិទុក្ខតភិក្ខុមានសេចក្តីសង្ស័យក្នុងចីវរដែលមិនបាននៅប្រះត្រូវអាបត្តិទុក្ខតភិក្ខុសម្គាល់ថាចីវរគឺខ្លួនមិនមែននៅប្រះទេត្រង់ចីវរដែលខ្លួនមិនមែននៅប្រះពិតមិនត្រូវអាបត្តិឡើយ31ហេតុដែលមិនត្រូវអាបត្តិនោះគឺភិក្ខុបានដកអធិដ្ឋានក្នុងខាងក្នុងនៃអរុណមួយភិក្ខុបានលះចីវរមួយចីវរបាត់មួយចីវរវិនិច្ឆ័យមួយចីវរភ្លើងឆេះមួយចីវរចោលដណ្ដើមយកមួយអ្នកដទៃយកដោយស្និទ្ធស្នាលមួយភិក្ខុដែលបានអវិបវាសមតិអំពីសង្ឃមួយភិក្ខុឆ្កួតមួយភិក្ខុដើមបញ្ញត្តិមួយសិក្ខាបទទី2ចប់សូមអញ្ជើញអនុមោទនា